ក្រែនទើបតែបង្ហាញកងអនុសេនាធំដ្រូនទំនាក់ក្របីសម្ងាត់ដែលរុស្ស៊ីនឹកស្មានមិនដល់អ៊ុយក្រែនបានបង្ហាញជាសាធារណៈនៅអ្វីដែលមើលទៅដូចជាកងអនុសេនាធំនៃដ្រូនទំនាក់ក្របីដែលអាចប្រើឡើងវិញបានដែលត្រូវបានអភិវឌ្ឍក្នុងស្រុកបន្ទាប់ពីមានសេចក្តីរាយការណ៍ថាពួកគេត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារសម្របសម្រួលប្រឆាំងនឹងមជ្ឈមណ្ឌលភស្តុភារក្រំដីរបស់រុស្ស៊ីនៅជិតទីក្រុងអាមីយ៉ានក្នុងតំបន់គ្រីមៀដែលកំពុងត្រូវបានកាន់កាប់ជាបណ្ដោះអាសន្នរូបភាពដែលបានចុះផ្សាយកាលពីថ្ងៃទី13កក្កដាដោយលោក Serhiy Sternenko ទីប្រឹក្សារបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានបង្ហាញពីយន្តហោះធុនស្រាលដែលបានកែច្នៃយ៉ាងហោចណាស់10គ្រឿងបំពាក់ដោយក្របីអាកាសប្រភេទ OFA 100 120ដែលរចនាឡើងតាំងពីសម័យសូវៀតបើតាមលោក Sternenko យន្តហោះទាំងនេះត្រូវបានប្រើប្រាស់ពេញមួយយប់ដើម្បីវាយប្រហារលើទីតាំងភស្តុភារក្រំដីរបស់រុស្ស៊ីនៅជិតតំបន់ច្រក Perikop ដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់បំផុតមួយរបស់ទីក្រុងមូស្គូតភ្ជាប់តំបន់គ្រីមៀដែលកំពុងកាន់កាប់ជាមួយនឹងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីលោក Sternenko បានសរសេរភ្ជាប់ជាមួយរូបភាពថារូបថតនេះសមនឹងត្រូវបានហៅថាជាប្រវត្តិសាស្ត្របើតាមសារព័ត៌មាន Defense Express យន្តហោះទាំងនេះត្រូវបានផលិតឡើងដោយផ្អែកលើគ្រុនយន្តហោះស៊ីវិល Sky Ranger ដែលត្រូវបានបំបែកទៅជាដ្រូនទម្លាក់ក្របីដែលអាចប្រើឡើងវិញបាននិងបញ្ជាពីចម្ងាយដែលគេស្គាល់នៅក្នុងប្រទេសអ៊ុយក្រែនថាជា Horinik សារព័ត៌មានដដែលបានរាយការណ៍ថាការវាយប្រហារនេះត្រូវបានធ្វើឡើងដោយកងទ័ពអាកាសអ៊ុយក្រែនសហការជាមួយក្រុម Leza នៃកងឆ្មាំជាតិនិងមជ្ឈមណ្ឌលប្រព័ន្ធឃ្លាំលោកបើក Venom លេខ34នៃស្ថាប័នរដ្ឋសម្រាប់ទំនាក់ទំនងពិសេសដោយដែលបានកត់សម្គាល់ដោយ Defense Express យន្តហោះនីមួយៗដែលឃើញក្នុងរូបថតមើលទៅដូចជាផ្ទុកក្របី OFA 100 120មួយគ្រាប់ដែលមានទម្ងន់ប្រហែល100គីឡូក្រាមខុសពីទ្រង់វាយប្រហារចម្ងាយឆ្ងាយប្រភេទអត្តឃាតយន្តហោះដែលផ្អែកលើ Sky Ranger ទាំងនេះត្រូវបានរចនាឡើងដើម្បីហោះត្រឡប់មកវិញបន្ទាប់ពីបញ្ចប់បេសកកម្មទម្លាក់ក្របីដែលអនុញ្ញាតឲ្យប្រើប្រាស់បានច្រើនដងយន្តហោះកែច្នៃទាំងនេះត្រូវបានសាងសង់លើគ្រោងយន្តហោះធុនស្រាលបំផុតប្រភេទ Sky Ranger Swift និង Ninja ដែលដើមឡើយត្រូវបានរចនាឡើងសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលកំសាន្តកន្លែងអង្គុយបើកបរត្រូវបានជំនួសដោយប្រព័ន្ធបញ្ជាពីចម្ងាយនិងកាមេរ៉ាអេឡិចត្រូនិកអុបទិកដែលអនុញ្ញាតឲ្យអ្នកបញ្ជាហោះហើរពួកវាពីដីដែលផ្ទុកក្របីអាកាសទំហំធំនៅក្រោមតួយន្តហោះសារព័ត៌មានខាងលើបានកត់សម្គាល់ថាអ៊ុយក្រែនបានប្រើប្រាស់យន្តហោះ Sky Ranger កែច្នៃនេះតាំងពីយ៉ាងហោចណាស់ដើមឆ្នាំ2024មកម្លេះប៉ុន្តែពីមុនមានតែឧបករណ៍ដាច់ដោយឡែកពីគ្នាប៉ុណ្ណោះដែលត្រូវបានកត់ត្រាទុកការឃើញពីមុនជាធម្មតាបង្ហាញតែយន្តហោះតែមួយគ្រឿងដែលប្រតិបត្តិការដោយឯករាជ្យបន្ទាប់ពីការធ្លាក់ឬក្នុងអំឡុងពេលបេសកកម្មវាយប្រហារតែម្ដងគត់ការបង្ហាញខ្លួននៃយន្តហោះយ៉ាងហោចណាស់10គ្រឿងជាមួយគ្នាបង្ហាញថាគម្រោងនេះបានពង្រីកពីការប្រើប្រាស់ពិសោធន៍ក្នុងកម្រិតកំណត់ទៅជាសមត្ថភាពប្រតិបត្តិការដែលមានទ្រង់ទ្រាយធំជាងមុន Defense Express ក៏បានចង្អុលបង្ហាញពីព័ត៌មានលម្អិតនៅក្នុងរូបថតដែលបានចុះផ្សាយផងដែរថារូបភាពទំនងជាត្រូវបានថតតាំងពីប៉ុន្មានខែមុនដោយផ្អែកលើដើមឈើដែលគ្មានសន្លឹកនិងរុក្ខជាតិតាមរដូវកាលប្រសិនបើនេះជាការពិតវាបង្ហាញថាអ៊ុយក្រែនបានរក្សាកងយន្តហោះដ្រូនទម្លាក់ក្របីដែលអាចប្រើឡើងវិញបានដ៏ធំនេះអស់រយៈពេលមួយរយៈមកហើយមុននឹងបង្ហាញពួកវាជាសាធារណៈទីក្រុងអាមីយ៉ាននៅជិតច្រក Perikop ដែលជាច្រករបៀងដីគោកដ៏សំខាន់បំផុតសម្រាប់តភ្ជាប់តំបន់គ្រីមៀដែលកំពុងកាន់កាប់ទៅកាន់ទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីបើតាម Defense Express ទីតាំងភស្តុភារក្រំដីនៅក្នុងតំបន់នោះបម្រើជាកន្លែងស្តុកទុកនិងចែកចាយយ៉ាងរឹងមាំសម្រាប់ប្រេងឥន្ធនៈគ្រាប់រំសេវនិងសម្ភារៈយោធាដែលធ្វើឲ្យពួកវាក្លាយជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រតិបត្តិការវាយប្រហារស៊ីជម្រៅរបស់អ៊ុយក្រែនមានទុនមានទាំងយោធាអ៊ុយក្រែនឬក្រសួងការពារជាតិបានបញ្ជាជាផ្លូវការនៅចំនួនយន្តហោះគោលដៅច្បាស់លាស់ឬទំហំនៃការខូចខាតដែលបង្កឡើងក្នុងអំឡុងពេលការវាយប្រហារនោះទេការវាយតម្លៃដោយឯករាជ្យលើការវាយប្រហារនេះក៏មិនទាន់ត្រូវបានចុះផ្សាយនៅឡើយដែរកន្លងមកអ៊ុយក្រែនធ្លាប់បានប្រើប្រាស់យន្តហោះស៊ីវិលធុនស្រាលដែលបានកែច្នៃក្នុងបេសកកម្មវាយប្រហារចម្ងាយឆ្ងាយកាលពីខែមិថុនាឆ្នាំ2025មានសេចក្តីរាយការណ៍ថាកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់យន្តហោះ A-22 Falkband ដែលកែច្នៃដើម្បីអុយយន្តហោះដ្រូនដែលផ្ទុកក្បាលគ្រាប់ទម្ងន់100គីឡូក្រាមក្នុងអំឡុងពេលវាយប្រហារលើរោងចក្រផលិតដ្រូន Shahed ក្នុងអំឡុងពេលវាយប្រហារលើរោងចក្រផលិតដ្រូន Shahed របស់រុស្ស៊ីក្នុងតំបន់ Alabuka ដែលជាការប្រើប្រាស់ដ្រូនភ្ជាប់គ្នាលើកដំបូងក្នុងសមរភូមិ